បាទជំរាបសួរបងប្អូនថ្មីនេះឃើញមានការបង្ហោះផ្សព្វផ្សាយរឿងលោកអូនពាន់មនីរដ្ឋរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខ្មែរអឺនឹងផ្ដល់អាហារូបករណ៍ជូនចំពោះកូនរបស់មន្ត្រីក្នុងក្រសួងដើម្បីបន្តការសិក្សានៅក្រៅប្រទេសហើយក៏មានឃើញការបញ្ចេញមតិច្រើនពីពលរដ្ឋជាពិសេសគឺអឺពលរដ្ឋក្រីក្រដែលអ្នកខ្លះអឺគ្មានលទ្ធភាពក្នុងការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យហើយអ្នកខ្លះបោះបង់ការសិក្សាអឺកណ្ដាលទីអីចឹងទៅប៉ុន្តែយើងមកងាកមើលក្រសួងបើជាចង់ផ្ដល់អាហារូបករណ៍ទៅដល់មន្ត្រីនៅក្នុងក្រសួងទៅវិញការផ្ដល់អាហារូបករណ៍នេះវាមិនអាក្រក់ទេក៏ប៉ុន្តែវាហាក់បីដូចជាអយុត្តិធម៌បន្តិចចំពោះពលរដ្ឋជាពិសេសគឺកូនរបស់ប្រជាកសិករទូទៅក្នុងស្រុកខ្មែរដែលអ្នកខ្លះគ្មានលទ្ធភាពក្នុងការបន្តការសិក្សាហើយអ្នកខ្លះបោះបង់ការសិក្សាប៉ុន្តែងាកទៅមើលគោលមន្ត្រីជាពិសេសគឺមន្ត្រីដែលមានលទ្ធភាពមានសម្បត្តិមានទ្រព្យសម្បត្តិច្រើននោះគេបែរជាបានទទួលការមើលថែដូច្នេះហាក់បីដូចជាកំពុងតែមានគម្លាតរវាងអ្នកមាននិងអ្នកក្រឬក៏រវាងរាស្ត្រនិងមន្ត្រីខ្ញុំគាត់តែចង់រំលឹកជាពិសេសគឺចង់ផ្ញើសារនេះទៅកាន់មន្ត្រីរាជការទាំងអស់បាតកម្មផ្សេងៗដែលនៅដូចជាថ្មីនេប៉ាល់ឬមួយក៏ឥណ្ឌូនេស៊ីកាលឡើងដោយសារតែយុវជនខឹងសម្បាជាមួយនឹងមន្ត្រីរាជការជាពិសេសយុវជនចោទមន្ត្រីរាជការថាប្រព្រឹត្តអំពើពុករលួយ